ឆ្នាំកលនៅក្នុងរាសីចាក់គឺឈរនៅលំដាប់ទី12ជាឆ្នាំចុងក្រោយមានសត្វជ្រូកជាសត្វតំណាងហើយមានធាតុទឹកសត្វស្រុកដែលត្រូវបានគេចិញ្ចឹមដំបូងគេបង្អស់នៅក្នុងផែនដីសត្វជ្រូកគឺជាសត្វទី1ក្នុងចំណោមសត្វទាំង6រួមមានសត្វសេះសត្វគោសត្វចៀមសត្វមាន់និងសត្វឆ្កែតាំងពីបុរាណកាលមកជ្រូកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សហើយតែងតែជានិមិត្តរូបនៃទ្រព្យសម្បត្តិចាប់ពីសង្គមបុព្វបុរសរហូតមកដល់សម័យទំនើបដោយសារតែជ្រូកជានិមិត្តរូបនៃទ្រព្យសម្បត្តិទារកដែលកើតនៅក្នុងឆ្នាំជ្រូកត្រូវបានគេហៅថាជ្រូកមាសដើម្បីជាសញ្ញាបង្ហាញថាសំណាងល្អរាល់ទារកដែលកើតនៅក្នុងឆ្នាំជ្រូកគឺជាកំណប់ដ៏មានតម្លៃនៅក្នុងចិត្តឪពុកម្ដាយជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយនៅក្នុង Channel ហោរាសាស្ត្រតាមក្បួនចិនថ្ងៃនេះខ្ញុំនាំមកនៅវីដេអូថ្មីដែលនិយាយអំពីជោគជតារាសីពេញមួយជីវិតរបស់អ្នកដែលកើតនៅក្នុងឆ្នាំកលដែលនៅក្នុងវីដេអូនេះដែរខ្ញុំនឹងនិយាយអំពីជោគវាសនាពេញមួយជីវិតរបស់អ្នកឆ្នាំកលសំណាងនៅក្នុងការរកលុយពេញមួយជីវិតអាជីពការងារសុខភាពនិងស្នេហារបស់អ្នកកើតនៅក្នុងឆ្នាំកលពេញមួយជីវិតនេះហើយចង់បញ្ចប់នៅវីដេអូខ្ញុំក៏មានអនុសាសន៍និងកន្លឹះខ្លះៗដើម្បីជៀសវាងសំណាងអាក្រក់និងបង្កើតសំណាងល្អនៅក្នុងជីវិតអ្នកកើតនៅក្នុងឆ្នាំកលជាដំបូងខ្ញុំសូមនិយាយអំពីជោគវាសនាពេញមួយជីវិតរបស់អ្នកដែលកើតនៅក្នុងឆ្នាំកលអ្នកកើតនៅក្នុងឆ្នាំកលគឺមានចិត្តល្អនិងសប្បុរសចំពោះអ្នកដទៃបើជាបុរសគឺមានភាពស្មោះត្រង់បើជាស្ត្រីវិញគឺមានភាពបរិសុទ្ធនិងមនោសញ្ចេតនាអ្នកមានសំណាងល្អនៅក្នុងជីវិតនៅក្នុងវ័យកុមារអ្នកឆ្លាតវៃនិងមានអាកប្បកិរិយាល្អតែងតែទទួលបានការស្រឡាញ់ពីអ្នកចាស់ទុំនៅក្នុងវ័យកណ្ដាលអ្នកតែងទទួលបានជំនួយពីអ្នកដទៃនិងបង្កើតទ្រព្យសម្បត្តិនៅវ័យចាស់អ្នកអាចរស់នៅដោយភាពសុខសាន្តនិងសន្តិភាពជោគវាសនានិងសំណាងនៅក្នុងការរកលុយពេញមួយជីវិតរបស់អ្នកឆ្នាំកលគឺអ្នកកើតមកជាមួយនឹងសំណាងល្អមានសំណាងទាំងក្នុងការរកប្រាក់ចំណេញនិងប្រាក់ចំណូលពីការងារអ្នកមិនខ្ជិលច្រអូសទេហើយចូលចិត្តចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយអ្នកដទៃអ្នកគួរតែសម្រេចចិត្តឲ្យបានច្បាស់លាស់នៅក្នុងការវិនិយោគហើយវិនិយោគដោយក្លាហាននៅពេលដែលអ្នកប្រកាសប៉ុន្តែអ្នកក៏ត្រូវតែប្រុងប្រយ័ត្ននៅក្នុងការជ្រើសរើសគម្រោងចំពោះសមត្ថភាពនិងលក្ខណៈភាពនៅក្នុងការរកទ្រព្យរបស់អ្នកដែលកើតឆ្នាំកលនោះគឺទី1ជាមួយនឹងសំណាងល្អនិងការខិតខំរបស់អ្នកនឹងរកបានជាបន្តបន្ទាប់និងរស់នៅប្រកបទៅដោយផាសុកភាពប្រសិនបើអ្នកអាចចាប់យកឱកាសល្អៗបានទាន់ពេលទី2ដោយសារតែភាពសប្បុរសនិងចិត្តទូលាយអ្នកនឹងមិនខ្ជិលច្រអូសចំពោះសមាជិកគ្រួសារមិត្តភ័ក្តិឬសូម្បីតែជនចម្លែកហើយអ្នកចូលចិត្តចែករំលែកជាមួយអ្នកដទៃអ្នកនឹងទទួលបានផលប្រយោជន៍ពីការចំណាយទៅឲ្យអ្នកដទៃទី3គឺអ្នកតែងតែជឿទៅលើអ្នកដទៃយ៉ាងងាយហើយជួនកាលអាចខ្លាចជាជនរងគ្រោះនៃមនុស្សឆ្លាតវៃដែលមានល្បិចកិច្ចកលនិងរងការខាតបង់ផ្នែកហិរញ្ញវត្ថុដោយសារតែភាពគ្មានការប្រុងប្រយ័ត្នរបស់អ្នកវិធីបង្កើតទ្រព្យសម្បត្តិទិសដៅសំណាងសម្រាប់បង្កើតប្រាក់ចំណូលពីការងារគឺទិសខាងត្បូងទិសសំណាងសម្រាប់រកបានប្រាក់ចំណេញភ្លាមៗគឺទិសភាគអាគ្នេយ៍នៅក្នុងជីវិតប្រចាំថ្ងៃបើសិនជាចង់ឲ្យមានសំណាងបន្ថែមអ្នកគួរតែពាក់គ្រឿងអលង្ការឬដាក់រូបសត្វខ្លាសត្វទន្សាយឬសត្វបពែនៅលើតុធ្វើការរបស់អ្នកហើយអ្នកគួរតែឧស្សាហ៍ប៉ះរូបទាំងនោះដែរដើម្បីបង្កើនសំណាងនៅក្នុងការរកលុយជៀសវាងដាក់រូបសត្វពស់និងសត្វស្វាបើសិនបើអាចធ្វើបានអ្នកគួរតែស្វែងរកឱកាសរកទ្រព្យសម្បត្តិនៅទិសខាងត្បូងឬភាគអាគ្នេយ៍វាសនាក៏ដូចជាសំណាងពេញមួយជីវិតនៅក្នុងអាជីពការងាររបស់អ្នកដែលកើតនៅក្នុងឆ្នាំកលគឺអ្នកដែលកើតនៅក្នុងឆ្នាំកលតែងតែធ្វើការដោយយកចិត្តទុកដាក់និងលះបង់ថាមពលទាំងអស់នៅពេលដែលសម្រេចចិត្តទៅលើគោលដៅណាមួយប៉ុន្តែប្រសិនបើអ្នកជួបភាពបរាជ័យនៅក្នុងការងារអ្នកនឹងឆាប់មានអារម្មណ៍បាក់ទឹកចិត្តហើយអ្នកជាមនុស្សយកចិត្តទុកដាក់ទៅលើសម្ដីអ្នកដទៃនិងការគិតរបស់អ្នកដទៃមកលើរូបអ្នកលក្ខណៈភាពក៏ដូចជាសមត្ថភាពនៅក្នុងអាជីពទី1អ្នកកើតឆ្នាំកលគឺមានចិត្តសប្បុរសនិងតែងតែរក្សានូវអាកប្បកិរិយាសុភាពរាបសារទន់ភ្លន់ជាទូទៅអ្នកនឹងអត់ទោសរាល់កំហុសរបស់អ្នកដទៃទី2អ្នកជាមនុស្សដែលជាក់ស្ដែងនិងតែងប្រឹងប្រែងអស់ពីសមត្ថភាពនៅរាល់សកម្មភាពដែលអ្នកបានចូលរួមអ្នកមិនខ្លាចនឿយហត់ដើម្បីបំពេញការងារនិងតែងតែបញ្ចប់ភារកិច្ចដោយជោគជ័យ
ទី3ដោយសារតែភាពស្មោះត្រង់និងប្រុងប្រយ័ត្នអ្នកនឹងលេចធ្លោប្រកាសជាមិនខានប្រសិនបើអ្នកអាចអត់ធ្មត់បន្ថែមនិងបន្តខិតខំធ្វើការគន្លឹះដើម្បីធ្វើអាជីពការងាររីកចម្រើនបើចង់ជោគជ័យក្នុងអាជីពអ្នកកើតឆ្នាំកុរគួរតែមានទំនាក់ទំនងការងារចុះសម្រុងជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំខានិងឆ្នាំថោះឬក៏ឆ្នាំមមែដើម្បីទទួលបានជំនួយពីពួកគេទាំងនោះដែលធ្វើឲ្យអាជីពការងាររបស់អ្នករីកចម្រើនជាលំដាប់ប្រសិនបើអ្នកចង់ឲ្យអ្វីៗដំណើរការទៅល្អនិងមានឱកាសឡើងឋានៈខ្ពស់លឿនអ្នកគួរតែដាក់វត្ថុហុងស៊ុយដែលមានរូបសត្វខាងលើគឺសត្វខ្លាសត្វទន្សាយនិងសត្វពពែដាក់វត្ថុទាំងនោះនៅទិសឦសានដើម្បីបង្កើនសំណាងការងារបន្តទៅនេះខ្ញុំនឹងនិយាយអំពីវាសនានិងសំណាងនៅក្នុងស្នេហាពេញមួយជីវិតរបស់អ្នកដែលកើតនៅក្នុងឆ្នាំកុរអ្នកកើតឆ្នាំកុរគឺមានភាពស្ងប់ស្ងាត់និងសាមញ្ញហើយមានអាកប្បកិរិយាជាក់ស្ដែងចំពោះស្នេហាជំនួសឲ្យចំណងខ្លីៗអ្នកស្វែងរកទំនាក់ទំនងណាដែលគង់វង្សនិងស្រឡាញ់ជីវិតសាមញ្ញដូច្នេះអ្នកនឹងរីករាយនឹងជីវិតអាពាហ៍ពិពាហ៍ដ៏សុខសាន្តនិងចុះសម្រុងសមត្ថភាពក៏ដូចជាលក្ខណៈភាពនៅក្នុងស្នេហាទី1អ្នកកើតឆ្នាំកុរគឺមានអាកប្បកិរិយាអកម្មចំពោះស្នេហាគឺគាត់ប្រតិកម្មយឺតបើសិនបើអ្នកអាចផ្ដួចផ្ដើមដោយការតស៊ូអ្នកនឹងអាចឈ្នះបេះដូងមនុស្សជាទីស្រឡាញ់បានយ៉ាងងាយទី2បុរសដែលកើតឆ្នាំកុរគឺស្វែងរកជីវិតស្នេហាណាដែលមានស្ថិរភាពនិងមិនផ្លាស់ប្ដូរចិត្តនៅពេលដែលស្រឡាញ់នរណាម្នាក់ទោះបីជាពិធីបង្ហាញពីស្នេហារបស់គាត់មិនលេចធ្លោក៏ដោយតែគាត់នៅតែអាចធ្វើឲ្យមនុស្សដែលខ្លួនឯងស្រឡាញ់លំភើបបានជាមួយនឹងភាពសាមញ្ញនិងភាពស្មោះត្រង់ទី3នោះគឺស្ត្រីដែលកើតនៅក្នុងឆ្នាំកុរមានភាពបរិសុទ្ធនិងចិត្តល្អហើយអាចស្រឡាញ់នរណាម្នាក់ដោយស្ងាត់ជួនកាលស្ត្រីកើតឆ្នាំកុរអាចខកខានស្នេហាដោយសារតែភាពទន់ជ្រាយរបស់គាត់បន្ទាប់ពីរៀបការអ្នកនឹងក្លាយជាម្ដាយនិងប្រពន្ធដ៏ល្អម្នាក់គន្លឹះនិងអនុសាសន៍ដើម្បីឲ្យអាពាហ៍ពិពាហ៍របស់អ្នកដែលកើតនៅក្នុងឆ្នាំកុរមានភាពរលូននិងសុខដុមរមនាគឺគូដែលល្អបំផុតសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំកុរគឺបុរសស្ត្រីដែលកើតនៅក្នុងឆ្នាំខាគូដែលល្អបន្ទាប់ពីឆ្នាំខាគឺបុរសស្ត្រីដែលកើតនៅក្នុងឆ្នាំថោះនិងឆ្នាំមមែក៏ជាគូដែលស័ក្តិសមសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំកុរដែរហើយគូដែលគួរតែជៀសវាងនិងមិនគួរយកសោះសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំកុរគឺបុរសស្ត្រីដែលកើតនៅក្នុងឆ្នាំម្សាញ់ហើយគូដែលមិនល្អបន្ទាប់នោះគឺបុរសស្ត្រីដែលកើតនៅក្នុងឆ្នាំវកបើសិនជាមនុស្សឆ្នាំកុរយកមនុស្សឆ្នាំម្សាញ់នឹងអាចមានចំនួនច្រើននៅក្នុងជីវិតអាពាហ៍ពិពាហ៍គឺមិនសុខសាន្តឡើយចំពោះឆ្នាំវកវិញអ្នកឆ្នាំកុរនឹងធ្វើអ្នកឆ្នាំវកឈឺចាប់ដូច្នេះបើសិនបើដៃគូរបស់អ្នកកើតឆ្នាំកុរជាមនុស្សដែលកើតនៅក្នុងឆ្នាំពស់ឬឆ្នាំស្វានោះគូនោះនឹងមានចំនួននិងមានបញ្ហាច្រើនក្នុងជីវិតដែលធ្វើឲ្យពិបាកនឹងអាពាហ៍ពិពាហ៍គង់វង្សណាស់គន្លឹះសម្រាប់បង្កើនសំណាងនៅក្នុងស្នេហាសម្រាប់អ្នកកើតនៅក្នុងឆ្នាំកុរគឺទិសខាងជើងអ្នកគួរតែដាក់វត្ថុហុងស៊ុយឲ្យសមស្របទៅនឹងទិសនេះដើម្បីបង្កើនសំណាងស្នេហាទាក់ទាញមនុស្សភេទផ្ទុយបន្តមកនេះខ្ញុំសូមនិយាយអំពីសុខភាពរបស់អ្នកកើតនៅក្នុងឆ្នាំកុរដោយខ្វះការគ្រប់គ្រងខ្លួនឯងអ្នកកើតឆ្នាំកុរមិនអាចគ្រប់គ្រងទៅលើការញ៉ាំរបស់ខ្លួនបានទេហើយមិនចូលចិត្តកីឡាដូច្នេះគួរតែប្រុងប្រយ័ត្នចំពោះជំងឺធាត់នៅក្នុងជីវិតប្រចាំថ្ងៃអ្នកគួរតែគ្រប់គ្រងខ្លួនឯងនិងជៀសវាងការញ៉ាំច្រើនពេកឬគេងយឺតបើមិនដូច្នេះទេអ្នកនឹងធ្វើឲ្យខូចសុខភាពដោយសារតែឆ្នាំកុរមានធាតុទឹកហើយទឹកតំណាងឲ្យតម្រង់នោមនៅក្នុងរាងកាយរបស់មនុស្សដូច្នេះអ្នកកើតឆ្នាំកុរគួរតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពតម្រង់នោមជំងឺដែលអាចនឹងប្រឈមមុខមានដូចជាឈឺចង្កេះនោមញឹកញាប់នោមច្រើនការចងចាំខ្សោយនិងហើមទឹករឿងដែលគួរតែហាមឃាត់នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដែលកើតនៅក្នុងឆ្នាំកុរដើម្បីជៀសវាងសំណាងអាក្រក់និងបង្កើនសំណាងល្អទី1កុំពាក់គ្រឿងអលង្ការរាងជាសត្វពស់ទី2ជៀសវាងការរស់នៅជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំម្សាញ់និងឆ្នាំវកទី3កុំដាក់គ្រែគេងបែរក្បាលទៅទិសអាគ្នេយ៍វីដេអូនិយាយអំពីជោគវាសនារបស់មនុស្សឆ្នាំកុរក៏បានមកដល់ទីបញ្ចប់ហើយអរគុណទាំងអស់គ្នាដែលបានតាមដានទស្សនាបើសិនជាចូលចិត្តក៏សូមជួយចុច like និងជួយចុច subscribe ឲ្យខ្ញុំម្នាក់មួយផងហើយទាំងអស់គ្នាក៏អាច share វីដេអូនេះទៅកាន់មនុស្សឆ្នាំកុរដែលអ្នកទាំងអស់គ្នាបានស្គាល់អរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ